សត្វប្រចៀវគឺជាសត្វស្វាតូចមួយប្រភេទដែលរស់នៅតាមព្រៃភ្នំនិងតំបន់ព្រៃឈើក្នុងប្រទេសកម្ពុជាវាមានរាងស្ដើងរោមពណ៌ប្រផេះឬលឿងតិចៗហើយមានសមត្ថភាពឡើងដើមឈើលឿនណាស់សត្វប្រចៀវត្រូវបានគេដឹងថាជាសត្វស្លាបនិងសកម្មនៅក្នុងជីវិតព្រៃគុណប្រយោជន៍សត្វប្រចៀវទី1ជួយរក្សាបរិស្ថានធម្មជាតិសត្វប្រចៀវស៊ីផ្លែឈើនិងស្លឹកឈើជាចម្បងវាស៊ីផ្លែឈើវាផ្សាយគ្រាប់ឈើទៅកន្លែងផ្សេងៗតាមលាមករបស់វាដូច្នេះវាជួយឲ្យដើមឈើថ្មីកើតឡើងនិងរក្សាសមតុល្យធម្មជាតិពីជួយបន្ថយសត្វល្អិតបំផ្លាញដើមឈើសត្វប្រចៀវស៊ីសត្វល្អិតតូចៗដូចជាចង្រិតឬសត្វលើស្លឹកវាជួយទប់ស្កាត់ការរីករាលដាលសត្វប៉ារ៉ាស៊ីតដែលអាចបំផ្លាញធម្មជាតិវាជួយទប់ស្កាត់ការរីករាលដាលនៃសត្វប៉ារ៉ាស៊ីតដែលអាចបំផ្លាញរុក្ខជាតិ3មានតម្លៃសម្រាប់ការសិក្សាវិទ្យាសាស្ត្រសត្វប្រចៀវស្ថិតនៅក្នុងក្រុមស្វា Primate ដែលជាប្រភេទជិតស្និទ្ធនឹងមនុស្សដូច្នេះវាត្រូវបានប្រើសិក្សាអំពីអាកប្បកិរិយាបញ្ញានិងការវិវត្តរបស់សត្វនិងមនុស្ស4ជាសត្វតាក់ទាញទេសចរធម្មជាតិសត្វប្រចៀវជាសត្វគួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរនៅតំបន់ដែលមានព្រៃស្រង់វាជួយអភិវឌ្ឍការធ្វើទេសចរបែបធម្មជាតិនិងសេដ្ឋកិច្ចក្នុងតំបន់5ជាសញ្ញានៃបញ្ញានិងការប្រុងប្រយ័ត្ននៅក្នុងរឿងនិទានប្រជាប្រិយខ្មែរសត្វប្រចៀវតែងតែត្រូវបានបង្ហាញជាសត្វឆ្លាតវៃដ៏គ្រោះថ្នាក់និងប្រើបញ្ញាដើម្បីជីវិតវាបង្ហាញសារអប់រំអំពីការគិតមុនធ្វើនិងការរស់នៅដោយយុត្តិធម៌សម្រាប់សត្វប្រចៀវមិនត្រឹមតែជាសត្វស្អាតឆ្លាតទេប៉ុន្តែវាមានតួនាទីសំខាន់ក្នុងការរក្សាបរិស្ថាននិងជួយអភិវឌ្ឍជីវិតមនុស្សតាមផ្លូវប្រយោជន៍យើងគួររក្សាទុកសត្វប្រចៀវនិងបរិស្ថានធម្មជាតិដើម្បីឲ្យសត្វនេះនៅរស់ជាមួយយើងជារៀងរហូតហេតុអ្វីបានជាយើងចង់ឲ្យសត្វប្រចៀវរស់នៅក្នុងសួនច្បារឬក៏ដើមឈើដែលនៅជិតផ្ទះរបស់យើងជាមួយនឹងសត្វប្រចៀវជាង40ប្រភេទដែលត្រូវបានគេរកឃើញនៅអាមេរិកខាងជើងឱកាសល្អដែលធនិកសត្វហោះហើរទាំងនេះកំពុងតែធ្វើដំណើរឆ្លងកាត់សង្កាត់របស់អ្នកតាក់ទាញសត្វប្រចៀវដោយការការពារដើមឈើដែលមានដំបូលបំបត្តិថ្នាំសម្លាប់សត្វល្អិតនិងការដំឡើងផ្ទះរបស់ប្រចៀវប៉ុន្តែសូមប្រឈមមុខនឹងវាប្រចៀវមានកេរ្តិ៍ឈ្មោះអាក្រក់មនុស្សជាច្រើនមានការភ័យខ្លាចចំពោះសត្វប្រចៀវប៉ុន្តែតាមពិតគ្មានអ្វីដែលគួរឲ្យខ្លាចនោះទេតាមពិតទៅវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនដែលបានរៀបរាប់ខាងលើតួយ៉ាងក៏មាននៅការនិទានរឿងព្រេងមួយដែលតាក់ទងទៅនឹងភាពឆ្លាតវៃរបស់សត្វប្រចៀវផងដែរនោះគឺសត្វប្រចៀវនិងសត្វខ្លាឃ្មុំថ្ងៃមួយនៅក្នុងព្រៃជ្រៅមានសត្វប្រចៀវមួយរស់នៅលើដើមឈើខ្ពស់ៗជាមួយនឹងក្រុមមិត្តរបស់វាឆ្លាតណាស់ហើយស្រឡាញ់ការលេងសើចជាមួយនឹងសត្វផ្សេងៗថ្ងៃមួយសត្វខ្លាឃ្មុំមកដល់ជិតដើមឈើដែលប្រចៀវស្នាក់ខ្លាឃ្មុំឃើញប្រចៀវអង្គុយលើសាខាឈើដោះផ្លែឈើស្រស់ៗទើបសម្លឹងនិយាយឡើងថាប្រចៀវចុះមកចាស់ឲ្យខ្ញុំសាក់ផ្លែឈើបន្តិចទៅមើលសត្វប្រចៀវញញឹមហើយនិយាយថាអញ្ចឹងទេប៉ុន្តែខ្ញុំជឿថាខ្លាឃ្មុំចេះស្រឡាញ់សន្តិភាពប៉ុន្តែសូមអង្គុយស្ងៀមសិនខ្ញុំចង់ធ្វើអំណោយឲ្យប្រចៀវលុបផ្លែឈើមួយប៉ុន្តែវាមិនចោលផ្លែឈើឲ្យទេវាចាប់ផ្លែឈើទុនដែលពុលដោយសត្វពពួកសត្វកណ្ដូបកន្លះដើមឈើបន្ទាប់មកប្រចៀវយកផ្លែឈើនោះចោះមកខណៈដែលសត្វខ្លាឃ្មុំរងចាំក្រោមដើមឈើដោយសប្បាយចិត្តវាប្រកាសថានេះជាផ្លែឈើឈ្ងុយឆ្ងាញ់ណាស់ខ្ញុំទើបតែស្វែងរកឃើញថ្ងៃនេះសូមទទួលយកសាកសិនទៅបងខ្លាឃ្មុំសត្វខ្លាឃ្មុំបានដាក់ចូលមាត់ដោយមិនសង្ស័យទើបមិនទាន់ដល់ពេលណាវាបើកភ្នែកធំហើយចាប់ផ្ដើមស្រែកថាអូយផ្លែអីហ្នឹងជូរទៀតមានរសជាតិចត់ណាស់ប្រចៀវញញឹមឆ្លើយថាខ្ញុំអញ្ជើញឲ្យបងសាឲ្យដឹងថាមិនមែនផ្លែឈើទាំងអស់ដែលស្អាតក្រៅគឺឆ្ងាញ់ខាងក្នុងទេខ្លាឃ្មុំខឹងណាស់ប៉ុន្តែវាមិនអាចឡើងដើមឈើបានទេវារត់ទៅរកផ្លែផ្សេងទៀតដែលនៅក្រោមដើមឈើដើម្បីបំផ្លាញប៉ុន្តែដើមឈើនោះរឹងមាំនិងខ្ពស់ពេកប្រចៀវគ្រាន់តែសើចហើយនិយាយថានៅព្រៃនេះមិនត្រឹមតែត្រូវមានកម្លាំងទេត្រូវតែមានបញ្ញាផងដែរបន្ទាប់មកសត្វផ្សេងដែលឮរឿងនេះបាននិយាយថាប្រចៀវឆ្លាតជាងខ្លាឃ្មុំព្រោះវាដឹងគ្រោះថ្នាក់ពីមុនហើយប្រើបញ្ញាដើម្បីជីវិត
ពីពេលនោះមកសត្វទាំងអស់ផ្ដាំគ្នាបានគោរពសត្វប្រជៀវថាជាសត្វដែលឆ្លាតនិងមានស្មារតីខ្ពស់ប៉ុន្តែមិនត្រូវប្រើបញ្ញាដើម្បីលេងសើចជាមួយនឹងអ្នកដទៃពេកនោះទេសត្វខ្លាឃ្មុំមានកម្លាំងប៉ុន្តែខ្វះបញ្ញាសត្វប្រជៀវមានបញ្ញាប៉ុន្តែប្រើយ៉ាងឆ្លាតវៃជីវិតមនុស្សក៏ដូចគ្នាកម្លាំងអាចធ្វើឲ្យយើងឈ្នះថ្ងៃនេះប៉ុន្តែបញ្ញានឹងធ្វើឲ្យយើងរស់បានយូរ